ដើម្បីចំហុយពងទាឲ្យមានរសជាតិឆ្ងាញ់ប្លែកពីធម្មតាគឺយើងធ្វើតាមវិធីនេះបានណាបងប្អូនដល់យើងគូសពងទាមកយើងយកទឹកក្តៅដែលដាំពោះហ្នឹងយកមកចាក់ចូលក្នុងពងទាហ្នឹងហើយយើងដាក់គ្រឿងបន្តិចហើយយើងកូរវាមកបងប្អូនយើងវាយវាឲ្យឡើងពពុះអញ្ចឹងមកបន្ទាប់មកទៀតគឺយើងយកស្លាបព្រាយកមកដួសពពុះរបស់វានឹងចេញមកបងប្អូនបើសិនបើយើងយកស្លាបព្រាដួសមិនអស់ទេយើងអាចយកដេកេះយកមកឈួលវាទៅឲ្យវាបែកពពុះនឹងអស់មកបន្ទាប់មកទៀតបងប្អូនយកពងទាដែលយើងវាយនឹងហើយហ្នឹងយើងយកទៅដាក់ចំហុយនៅលើទឹកក្តៅហ្នឹងបងប្អូនយើងចំហុយរយៈពេលល្មមឆ្អិនមកណាបងប្អូនទុកវាប្រហែលជា15នាទីទៅ20នាទីទៅគឺវាឆ្អិនហើយអញ្ចឹងនៅពេលដែលចំហុយគឺយើងគ្របវាឲ្យជិតណាបងប្អូនដើម្បីឲ្យចំហាយនៃទឹកពោះហ្នឹងវាឈួលមកគឺវាឆ្អិនសាច់ពងទារបស់យើងណានៅពេលដែលដល់ពេលវេលាកំណត់ល្មមថាពងទារបស់យើងឆ្អិនល្អហើយយើងបើកគម្របចេញមកបងប្អូនបន្ទាប់មកទៀតគឺយើងលើកចេញមកនេះយើងមើលពងទារបស់យើងសាច់ពងទារបស់យើងរឹងល្អអត់ទេណាហើយយើងរោយស្លឹកខ្ទឹមតិចមកបងប្អូនបន្ទាប់មកចាក់ប្រេងឆាចូលតិចមកហើយថែមទឹកស៊ីអ៊ីវបន្តិចទៅបងប្អូននេះតែប៉ុណ្ណឹងដឹងតែរសជាតិមកអែមហើយបងប្អូនអើយឆ្ងាញ់តែម្ដងនេះបងប្អូនណាហើយគាត់ចាប់ដើមយកស្លាបព្រាយកមកដួសសាកមើលហើយមើលសាច់ពងទារបស់យើងមើលទៅទំនងឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយគាត់សាកភ្លក់មើលហើយតើរសជាតិយ៉ាងណាអញ្ចឹងណាចាំមើលគាត់ហូបតើរសជាតិយ៉ាងម៉េចដែរបងប្អូនអូយឆ្ងាញ់ណាស់បងប្អូនអើយ